ទី1គូឯកចាប់ផ្ដើមអូឆោតមកដៃរៀងខ្លួនអត់ទាន់ធ្ងន់ទេបាទទៀបស្ទង់តិចសិនទៀបស្ទង់តិចសិនអូអ្វីក៏ដោយក៏ត្រូវតែបាទប្រើបញ្ញាដែរបាទគ្រប់យ៉ាងត្រូវតែមានការថ្លឹងថ្លែងនិងពិចារណាទៀបស្ទង់បាទហើយនឹងយុទ្ធសាស្ត្រឥឡូវនេះធ្លាក់ពីអេមបែងដាល់ពោះរបស់ចន្ទៈមួយដៃទាត់ស្ដាំចន្ទៈផ្ទះឆ្វេងរបស់អេមបែងអាយចូលមុខចន្ទៈរៀងប៉ាងទៅអឹបជាមួយនឹងបុកបាក់សារិញតែអត់អីទេចន្ទៈដេញមកវិញហើយបាទការប្រើកណ្ដាប់ដៃបេះស្ដាំបាទឆ្វេងរបស់អេមបែងមិនមែនដល់មុខចន្ទៈតែដូចជាចុងទម្ងន់ដៃដែរស្ដាំឆ្វេងរបស់អេមបែងបាំងល្អណាបាទបាំងបិទលើចំហក្រោមដាក់សម្លឹងលើហើយក៏សម្លឹងទៅលើពោះទឹកផងផ្ទះឆ្វេងរបស់ចន្ទៈ1 2ណែប្រយ័ត្នមែនតើចន្ទៈអូយមកវុតមកហើយលេងសាច់បានទេជើងទៅណាហើយជើងបាទណែតែបដោយហ៊ានតែប្រហែលតែ1 2អាចនឹងដាច់ស្រេចណាបាទព្រោះបាទជនបរទេសមកហាត់បដាកូនខ្មែរនេះគឺគេគឺដឹងតែល្អដៃបាទល្អដៃនឹងទម្ងន់យើងអត់មានយុទ្ធសាស្ត្រក្នុងការតាមដាច់ទេគឺអាចនឹងយ៉ាប់របស់គេនៅដើមទឹកនេះមកឲ្យត្រង់ពីអេមបែងចន្ទៈព្យាយាមដេញវាយសន្ធាប់វាយពោះ1 2 3បាំងជាប់អត់អីទេស្ដាំរបស់ចន្ទៈដល់ត្រង់ស្ដាំមួយទៀតរត់ត្រង់ផ្ទះឆ្វេងបាំងជាប់លឹបស្ដាំមកជើងហើយក៏អេមបែងមានកែងអាយ៉ាណែបាត់ប្រសោត30-40ដងដែរណាលេងសាច់ណាបានបាទមើលស្រាមបានទេបាទតែប្រហែលចប់បោះអេមបែងដូចគ្នាទាត់ចោលមួយពីចន្ទៈបាទជាយាមដរិចឆ្វេងត្រង់ហើយដល់អាមេស្ដាំរបស់ចន្ទៈតែនេះអេមបែងគេវែងជាងណាលេងសាច់បានទេណាដូចចង់មានលោហិតតិចហើយមុខចន្ទៈចូលប្រមាណដៃទោះបីមិនពេញក៏ដោយឲ្យតែចូលដល់គឺឈឺដូចតែគ្នាព្រោះឈឺតិចហើយនឹងឈឺច្រើនចូលចាប់មកជើងនេះចាប់ជើងបានទាត់ទៅវិញអាយយចប់ទឹកទី1 and now round 1ដែរបាទអត់មានលេខអាយ៉ែក្រោយទេមានតែទៅមុខដាមបាំងថយវាយកាត់ទប់វាយកាត់របស់អេមបែងណែប្រយ័ត្នបាទកណ្ដាប់ដៃឆ្វេងស្ដាំរបស់អេមបែងដេញតដាច់ទឹកកេកទាត់ក្រោមអាយចន្ទៈមិនឲ្យអេមបែងមកចេញឱកាសចេញអាវុធបានទេដេញហើយបាទអាយមកទៅមានខ្ញុំទៅអញ្ចឹងមានតែដេញអូយផ្ទះឆ្វេងរបស់អេមបែងឆ្វេងមួយទៀតព្យាយាមវាយកាត់ទៅពេលចន្ទៈដើរចូលណាហើយអេមបែងជូតមុខឲ្យមានមិនដូចមានល្អិលមិនឈាមទេអត់មែនឈាមទេតាមហើយក៏គង់ហអត់ដល់ទេកិច្ចបាំងអាយ៉ាយបំពល់ខ្លួនមកជុំគ្រោះថ្នាក់ណាស់បាទចន្ទៈគាត់ប្រកែកបាំងអេមបែងបាទវាយបេះសោយពីលើពីក្រោមចន្ទៈមានលោហិតដែរនៅលើមុខរបស់ចន្ទៈមិនដឹងចេញកន្លែងណាអូយចូលឆ្វេងម្ដាយរបស់អេមបែងចូលឆ្វេង2ដៃអូយចូលចាប់អេមបែងកាយចន្ទៈមានសម័យការត្រូវដោះស្រាយទៀតហើយបាទអេមបែងគាត់ប្រើកណ្ដាប់ដៃល្អចាប់ជើងបានចន្ទៈមិនព្រមចោះចាញ់ទេត្រូវក៏នៅតែដើរចូលត្រូវនៅតែដើរចោលកែងមុខរបស់អេមបែងត្រង់1 2របស់ចន្ទៈកែងដូរជាមួយនឹងការត្រង់កែងរបស់អេមបែងចន្ទៈវាយពោះវាយដល់មុនមានអត្ថភាពអាយចូលដៃរបស់អេមបែងទៀតហើយអេមបែងចូលខ្លីហើយជង្គង់ទេអត់ជង្គង់ទេណែរឿងហើយបាទអេមបែងប្រយ័ត្នធំលើទេបាទបើកពោះទឹកឲ្យចន្ទៈវាយណែដាល់ពោះ
ដាល់ពោះឡើងលើបាំងជាប់សើយមួយពីររបស់អំបែងមកវិញធាក់ទល់អំបែងគេចេះការពារដែរណាគេចេះការពារបាទចូលតាមមិនតំណងបាទអំបែងដៃជ្រុងបយោលជាប់ទាត់ជើងក្រោមទាត់ក្រោមឡើងលើចាប់ទឹកទី2ចាប់ទឹកទី2ហើយប្រិមត្តបាទដូរមកលេងបយោលខ្លះហើយចន្ទៈទាត់ក្រោមហើយក៏ដួលហើយកាមេរូនក៏ជួយកាទាញដៃឡើងអំបែងកីឡានាំមកនៅមិត្តភាពសុខភាពសាមគ្គីភាពចាក់ឆ្ងាយពីគ្រឿងញៀនឈ្នះចាញ់ក្នុងន័យកីឡាយ៉ាចង់ប្រើចង្វាក់ឈរជើងសេះតែដូចជាมันមានឱកាសប្រើទេអូយមួយជើងឆ្វេងរបស់អំបែងចំលើប្រដាប់ការពារបន្តិចតែយ៉ាងណាក៏ដូចជាមិនអីទេអាចជិះគ្នាបាន Neutral corner ការទាត់ក្រោមគឺបែបនេះហើយបាទហើយអ្នកត្រូវឈរឲ្យគេទាត់ហ្នឹងប្រកួតបន្តខនយូត្រូវប្រយ័ត្នប្រយែងដែរព្រោះឈឺមិនមែនឈឺអ្នកទាត់ទេឈឺអ្នកត្រូវទាត់ក្រោមប្រឆោតមួយលើទាត់ក្រោមមកចន្ទៈអូយវ័យរបស់អំបែងស្របពេលដែលចន្ទៈចេញដៃណាប្រយ័ត្នប្រយែងណាគេប្រើ IQ ណាដាំរបស់ចន្ទៈបាទវាយមេ2បាក់ផ្លូវហើយចន្ទៈបាទលេងមេ2បាក់ផ្លូវហើយអាយ៉ានេះវត្តកន្ទុយចូលដល់ត្រូវតំណងហ្នឹងយ៉ាប់បោះគាត់ដែរណាបាទមកចង្វាក់ដែលចន្ទៈមិនចូលទេបើចូលវិញប៉ើងទោះបីមិនចំតំណងក៏ប៉ើងដែរបាទមកមកតំហឹងបែបនេះចេះបាត់ខ្វាយទៀតមិនស្រួលទេសម្រាប់ចន្ទៈថ្ងៃនេះបាទទៅហើយវត្តចំហបកខ្លាយមកវិញអើយ៉ាដាក់ដេញអំបែងថយណែគាត់ទទួលក្រោមរបស់អំបែងគាត់ក្រោមពីរជើងអូយគាត់សងថែមចន្ទៈដឹងតែទៅដឹងតែចូលបាទដឹងតែចូលតែអំបែងគេថតវាយកាត់ល្អរបស់គេដែរណាគេថយវាយកាត់ការពារឲ្យតែបានវិញសន្សំបន្ទុកដាក់ទៅចង់ហត់ដែរដេញរហូតអីយ៉ាអីអើយអត់មានមិត្តភាពទេមិនទាន់ចាប់ទឹកអត់មិត្តភាពទេចន្ទៈក៏ប្រហែលអូយចូលប្រមាណដៃរបស់អំបែងតាមតែចេញចាប់ទឹកទី3 Willie Final round អត់ត្រូវធ្វើអញ្ចឹងទេចន្ទៈណូអត់ធ្វើអញ្ចឹងទេបាទគេវាយើងនៅក្នុងនេតិដែលក៏ត្រូវតែមានក្រមសីលធម៌ខ្ពស់បាទការថែមគ្នានៅក្នុងម៉ោងប្រកួតគឺជារឿងមួយដែលអនុលោមតាមច្បាប់តែការវាយគ្នានៅក្រោយការប្រកួតគឺជាការខុសច្បាប់អានេះខ្ញុំមិនហ៊ានអនុម័តទេតែខ្ញុំប្រកល់ទូនាទីជូនដល់សមត្ថកិច្ចចៅក្រមវិនិច្ឆ័យចោះចាលោកនាងជាទីមេត្រីយើងឃើញថាសម្រាប់ការប្រកួតរបស់យើងគូឯកចុងក្រោយបានបញ្ចប់ទៅហើយចាសម្រាប់ការប្រកួតលក្ខណៈកង់ចេញម្រាមគឺយើងប្រើថេរវេលាក៏ដូចជាពេលវេលាចំនួន3ទឹកតែប៉ុណ្ណោះចានឹងរកឃើញអ្នកដែលឈ្នះនឹងចាញ់ហើយឥឡូវនេះយើងកំពុងតែចាត្រៀមនៅការប្រកាសនេះពេលបន្តិចទៀតក្រោយពេលដែលគណៈកម្មការធ្វើការបុកបន្ទុករួចរាល់សម្រាប់ការប្រកួតគូឯកចុងក្រោយ
ចារវាងអ្នកទាំងពីរមិនទាន់ដឹងថាតើកីឡាករបង្គោលក្រហមឬក៏បង្គោលខៀវដែលជាអ្នកទទួលបានជ័យជំនះនៅទឹកប្រាក់1លានរៀលពីខារ៉ាបាវនៅឡើយទេសូមជម្រាបជូនផងដែរថាសម្រាប់ការប្រកួតរបស់យើងមានផ្សាយជូនជារាល់ថ្ងៃសៅរ៍វេលាម៉ោង 2 រសៀលតទៅដែលការប្រកួតមានចំនួន5គូចាគូទី1ដល់គូទី5យើងមានគូពិសេសចំនួន3គូនិងគូឯកចំនួន2គូដែលគូមុននេះគឺជាការជួបប្រកួតរវាងកីឡាករបានលីមនិងកីឡាករថៃហើយបានលីមក៏ជាអ្នកទទួលបានជ័យជំនះដែលផ្ដួលកីឡាករថៃឲ្យបបង់ការប្រកួតត្រឹមទឹកទី2ហើយឥឡូវនេះផងដែរចាការប្រកួតរបស់យើងបន្តមកកាន់ចាគូឯកចុងក្រោយរបស់យើងជាបន្តទៀតចាដោយគណៈកម្មការនឹងធ្វើការបូកពិន្ទុហើយនឹងធ្វើការប្រកាសលទ្ធផលជាផ្លូវការនាពេលបន្តិចទៀតនេះផងដែរដូច្នេះសូមរងចាំទស្សនានិងរងចាំលទ្ធផលទាំងអស់គ្នាថាតើកីឡាករបង្គោលក្រហមឬក៏បង្គោលខៀវជាអ្នកទទួលបានជ័យជំនះបាទទស្សនិកជនជាទីមេត្រីការប្រកួតគូឯកបានបញ្ចប់ទៅ3ទឹកដោយមានភាពចម្រាំងចម្រុះបន្តិចបន្តួចដូច្នេះលទ្ធផលពីចៅក្រមទាំង5រូបក៏បានផ្ដល់លទ្ធផលដូចបែបនេះដែរគូនេះស្មើគ្នា